ព្រលឹមឡើងចេញពីធ្វើការមកតពុនម៉ូតូហ្នឹងហើយអ្នកទាំងអស់គ្នាហ្នឹងហើយម៉ូតូនេះវាដាច់ពុនមួយខែជាងហ្នឹងហើយអញ្ចឹងយើងប្រើម៉ូតូនៅថៃមួយឆ្នាំយើងត្រូវតែតពុនម៉ូតូម្ដងហ្នឹងហើយបើសិនជាភាសាថៃគេហៅផលបនិងផាស៊ីអ្នកទាំងអស់គ្នាហ្នឹងហើយមួយឆ្នាំបើសិនយើងមកតនៅកន្លែងគេទទួលតដោយកន្លែងពីខុនស៊ុងចឹងទៅយើងអស់ទាំងអស់ខ្ទង់ជា700ជាងតិចតួចហ្នឹងហើយបើសិនជាយើងតនៅកន្លែងខុនស៊ុងគេអត់អស់ច្រើនទេហ្នឹងហើយយ៉ាងច្រើនណា400ជាង500ទេហ្នឹងហើយនេះយើងមកដល់កន្លែងគេតផាស៊ីផលបហ្នឹងគេមើលឯកសារម៉ូតូយើងឲ្យអស់ហើយគេយកម៉ូតូរបស់យើងហ្នឹងមកត្រួតសភាពហ្នឹងហើយត្រួតសភាពហ្នឹងភាគច្រើនគេយកមកត្រួតម៉ាស៊ីននិងភ្លើងហ្នឹងហើយភ្លើងមុខភ្លើងហ្វាហ្នឹងហើយភ្លើងសញ្ញោភ្លើងសញ្ញោភ្លើងប្រាងភ្លើងឲ្យអ្នកទាំងអស់គ្នាហ្នឹងហើយគេកោសយកលេខម៉ូតូយើងហ្នឹងយកទៅត្រួតពិនិត្យផងហ្នឹងហើយអានេះគេបញ្ឆេះម៉ាស៊ីនម៉ូតូចឹងហើយគេយកសម្រាប់ត្រួតពិនិត្យភ្លើងហ្វាផុសម៉ូតូយើងនៅខាងមុខហ្នឹងយកមកត្រួតហ្នឹងហើយការត្រួតពិនិត្យភ្លើងហ្វាហ្នឹងខ្ញុំក៏អត់ដឹងដែរថាគេកំណត់យ៉ាងណាចឹងណាហ្នឹងហើយបាទភាគច្រើនដែលយើងមកតរាល់ឆ្នាំអញ្ចឹងគេមកត្រួតភ្លើងហ្វារហូតហ្នឹងហើយបញ្ឆេះម៉ាស៊ីនម៉ូតូយើងហើយត្រួតលេខកូដផងម៉ូតូយើងហ្នឹងហើយទាំងលេខតួថាំងនិងលេខតួម៉ាស៊ីនហ្នឹងហើយគេយកមកកោសហើយយកទៅត្រួតពិនិត្យនៅកន្លែងកុំព្យូទ័រគេហើយបានគេតចេញជាផលបផាស៊ីឲ្យម៉ូតូយើងជាប្រចាំឆ្នាំហ្នឹងហើយការប្រើពេលវេលាតមកកន្លែងនេះខ្ទង់ជា2ទៅ3ថ្ងៃហ្នឹងហើយបានគេឲ្យយើងមកយកសភៅម៉ូតូយើងវិញហ្នឹងហើយបើសិនជាយើងតនៅកន្លែងខុនស៊ុងគេតែម្ដងអានេះយើងមិនបាច់ចាំទេហ្នឹងហើយយើងចាំតាកន្លែងខុនស៊ុងគេធ្វើហើយចឹងហើយអាហ្នឹងយើងក៏យកសភៅម៉ូតូយើងមកវិញតែម្ដងហ្នឹងហើយប្រើបើសិនជាយើងតខុនស៊ុងខ្ទង់ជាកន្លះថ្ងៃហើយហ្នឹងហើយបើសិនជាយើងមកកន្លែងនេះចិត្តផ្ទះយើងចឹងអត់យូរទេអ្នកទាំងអស់គ្នាហ្នឹងខ្ទង់ជាកន្លះម៉ោងក៏ហើយហ្នឹងហើយ